សួស្តីសិស្សបាក់ឌុប2026ទាំងអស់គ្នាឥឡូវយើងចូលមកដល់សំណួរប្រវត្តិវិទ្យាសម័យកម្ពុជាប្រជាធិបតេយ្យសំណួរទី1នេះគេចង់សួរថាសង្គ្រាមនៅកម្ពុជាក្នុងឆ្នាំ1970និង1975ឆ្នាំ1979ដល់ឆ្នាំ1998និងរបបកម្ពុជាប្រជាធិបតេយ្យនឹងមានផលវិបាកអ្វីខ្លះសម្រាប់កម្ពុជាតើអ្នកទាំងអស់គ្នាបានចេះសិក្សាស្រាវជ្រាវនិងយល់ពីសំណួរនេះដល់កម្រិតណាហើយរហូតមកដល់ក្នុងរយៈពេល2ខែចុងក្រោយនេះតើអ្នកទាំងអស់គ្នាចេះអ្វីខ្លះកុំភ្លេចសំណួរនេះប្រយ័ត្នស្ដាយក្រោយហើយឥឡូវនេះយើងចូលក្រឡេកមកមើលចម្លើយឆ្លើយថាសង្គ្រាមឆ្នាំ1970ដល់ឆ្នាំ1975និងឆ្នាំ1979ដល់ឆ្នាំ1988ផ្ដល់នៅវិនិស្សកម្មដូចតទៅហើយទី1នោះគឺខាងសង្គមរួមមានសម្រាប់ជីវិតមនុស្សជាង3លាននាក់បន្សល់ទុកនៅអ្នករងរបួសជនពិការក្មេងកំព្រាស្ត្រីមេម៉ាយបាត់បង់ធនធានមនុស្សប្រត់ប្រាស់គ្រួសារផ្ទះសម្បែងរងទុក្ខវេទនានិងគ្រោះទុរភិក្សជួបនៅអនាធិបតេយ្យចោរកម្មអំពើពុករលួយអយុត្តិធម៌បបិទសិទ្ធិសេរីភាពជំនឿនិងសាសនាហើយចំណុចទី2នោះគឺខាងសេដ្ឋកិច្ចរួមមានដីស្រែចម្ការទុកទំនេរចោលខ្លាចជាចម្ការមានរណ្ដៅក្របបែករោងចក្រសហគ្រាសចម្ការកៅស៊ូត្រូវបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ពានផ្លូវថ្នល់សំណង់បរិការផ្សេងបាត់បង់ធនធានមនុស្សនិងអ្នកវិនិយោគទុនមិនហ៊ានចូលមកទំនិញឡើងថ្លៃអធិបរណាក៏ដាស់ប្រាក់ហើយចំណុចទី3ចុងក្រោយនេះគឺផ្នែកនយោបាយរួមមានប្រទេសកម្ពុជាបាត់បង់កេរ្តិ៍ឈ្មោះកិត្តិយសលើឆាកអន្តរជាតិប្រជាជនបាត់បង់ជំនឿចិត្តនិងទំនុកចិត្តលើថ្នាក់ដឹកនាំនិងអស់សង្ឃឹមលើជោគវាសនារបស់ប្រទេសជាតិនាំកម្ពុជាទៅរកការកាប់សម្លាប់រង្គាលលើជាតិសាសន៍ខ្លួនឯងកម្ពុជាជាប្រទេសរស់នៅដោយឯកាហើយសិស្សានុសិស្សទាំងអស់គ្នាដែលបានសិក្សាតាំងពីដើមឆ្នាំមកទល់ឥឡូវនេះតើអាចចេះសំណួរទាំងប្រភេទនេះអស់ហើយឬនៅព្រោះយើងអាចតាមដាន